នៅប្រទេសថៃគឺមិនទាន់បានស្រាលស្រានទេអ្នកទាំងអស់គ្នាឥឡូវកំពុងតែវល់ជាមួយនឹងទឹកជំនន់នឹងឯងបាទព្យុះមួយហួសទៅបាត់ចឹងទៅមិនទាន់បានដោះស្រាយទឹកជំនន់នឹងរួចស្រេចបាច់ផងក៏ព្យុះមួយទៀតបានមកដល់បាទទៅមកចឹងឯងបាទចឹងថៃនឹងស្វាគមន៍ព្យុះទៅរហូតបាទដល់ពេលអញ្ចឹងទៅគឺទឹកជំនន់នឹងវាអត់មានហូរទៅណាតន់ណាបាទដល់ពេលអញ្ចឹងទៅក៏បានលិចជន់ចូលពេញនឹងឯអ្នកទាំងអស់គ្នាគ្រោះទឹកជំនន់នឹងមកសាទៅហើយទំនប់ទឹកធំនៅក្នុងប្រទេសថៃនឹងកំពុងតែមិនអាចផ្ទុកទឹកបានបង្ហូរទឹកមកថែមទៀតដល់ពេលអញ្ចឹងទៅគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃនឹងគឺលិចលង់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាដោយនៅថ្ងៃនេះតែម្ដងគឺថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025នឹងខ្ញុំឃើញសារព័ត៌មានមួយគេបានចុះផ្សាយថានៅខេត្តសង្ខឡានៅប្រទេសថៃបាទអ្នកទាំងអស់គ្នាគឺកំពុងតែទទួលរងនៅគ្រោះទឹកជំនន់នឹងឯងយ៉ាងខ្លាំងក្លាជាទីបំផុតរហូតដល់គេចាត់ទុកថាគឺមិនដែលធ្លាប់មានទេនៅក្នុងរយៈពេល300ឆ្នាំនៅក្នុងប្រទេសថៃបាទគឺទឹកនឹងគឺវាឡើងខ្លាំងមែនទែនបាទធ្ងន់ធ្ងរខ្លាំងបាទហើយព័ត៌មាននឹងយ៉ាងណាយ៉ាងនេះគឺយើងស្ដាប់ទាំងអស់គ្នាបាទទឹកជំនន់ដ៏អាក្រក់បំផុតបែកកំណត់ត្រាក្នុងរយៈពេល25ឆ្នាំបានវាយប្រហារតំបន់ហាត់យ៉ៃខេត្តសង្ខឡាប្រទេសថៃគឺបានកើនឡើងដោយសារទឹកភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល300ឆ្នាំកន្លងមកនេះនាយកដ្ឋានធារាសាស្ត្រថៃបានប្រកាសថាមូលហេតុដែលនាំឲ្យកើតមានគ្រោះមហន្តរាយទឹកជំនន់យ៉ាងធ្ងន់ធ្ងរស្ថិតនៅភាគខាងត្បូងដែលមានចំនួនដល់ទៅ10ខេត្តឯណោះគឺបណ្ដាលមកពីឥទ្ធិពលខ្យល់មូសុងនិងសម្ពាធទាបដែលបង្កឲ្យមានទឹកភ្លៀងធ្លាក់ខ្លាំងក្នុងបរិមាណដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល300ឆ្នាំបានបើកការវាយប្រហារទៅលើស្រុកហាត់យ៉ៃនៅខេត្តសង្ខឡានៃប្រទេសថៃយោងតាមកំណត់ត្រានតំបន់ហាត់យ៉ៃតំបន់នេះគឺទទួលរងរបបទឹកភ្លៀងសរុបក្នុងរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី19ដល់ថ្ងៃទី21ខែវិច្ឆិកាដល់ទៅ630មីលីលីត្រដែលនេះគឺលើកំណត់ត្រាទឹកចំនួនធំបំផុតនៅឆ្នាំ2010កន្លងទៅគឺប្រមាណ428មីលីលីត្រប៉ុណ្ណោះនាយកដ្ឋានធារាសាស្ត្រថៃកំពុងតែចាត់វិធានការបន្ទាន់ដើម្បីប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន32គ្រឿងនិងម៉ាស៊ីនកង្ហាររុញទឹកចំនួន14គ្រឿងរួមទាំងប្រឡាយបង្ហូរទឹកថ្មី R1 ដែលមានសមត្ថភាពបង្ហូរទឹកប្រមាណ1200ម៉ែត្រគូបក្នុង1វិនាទីដើម្បីជម្លៀសទឹកចេញពីតំបន់ហាត់យ៉ៃឲ្យបានលឿនជាទីបំផុតក្តីរំពឹងទុកថាប្រសិនបើគ្មានភ្លៀងធ្លាក់មកបន្ថែមទៀតនោះទេស្ថានភាពនឹងត្រូវបានរំពឹងថាធូរស្រាលឡើងវិញនិងវិលត្រឡប់មកធម្មតាក្នុងរយៈពេលពី3ទៅ5ថ្ងៃទៀតអានឹងគេព្យាករណ៍អ្នកទាំងអស់គ្នាប្រសិនបើមានភ្លៀងធ្លាក់មកទេគឺក្នុងរយៈពេល3ទៅ5ថ្ងៃខាងមុខទៀតនឹងបានធូរស្រាលមកវិញហើយក៏ប៉ុន្តែមិនដឹងថាធូរស្រាលឬក៏ធ្ងន់ធ្ងរទេអ្នកទាំងអស់គ្នាបើយើងមើលទៅលើអាកាសធាតុឥឡូវហ្នឹងគឺប្រែប្រួលខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយក្នុងរយៈពេលប្រហែលថ្ងៃហ្នឹងយើងឃើញថាអាកាសធាតុប្រែប្រួលដូចជាមានពពកមេឃសតុំខ្យល់បក់លិហិពីតិចទៅច្រើនបាទខ្ញុំគិតថាប្រកាសជាមានព្យុះទៀតហើយបាទហើយបើសិនមកមានព្យុះហើយថៃប្រកាសជាយ៉ាប់ទៀតហើយបាទដូចយើងឃើញស្រាប់ហើយអ្នកទាំងអស់គ្នាគឺក្នុងរយៈពេល300ឆ្នាំឯណោះអ្នកទាំងអស់គ្នាគឺមិនដែលធ្លាប់ជួបប្រទះទេមានតែឆ្នាំនេះឯងគឺទឹកលិចខ្លាំងបំផុតនៅក្នុងខេត្តសង្ខឡាហ្នឹងបាទអញ្ចឹងហើយបានជាប្រជាពលរដ្ឋខ្មែរយើងមួយចំនួនធំហ្នឹងគាត់បាននិយាយថាមកពីថៃនឹងឯងបានបើកការវិប្រាទៅលើប្រាសាទព្រះវិហាររបស់យើងបាទបំផ្លាញប្រាសាទព្រះវិហាររបស់យើងដល់ពេលអញ្ចឹងទៅត្រូវទំនាយដូនតារបស់យើងបាទដូចយើងនឹងស្រាប់បាយអ្នកទាំងអស់គ្នាប្រាសាទនីមួយគឺមិនងាយកសាងបានទេអ្នកទាំងអស់គ្នាហើយមិននៅលើទីដីរាបស្មើណាអ្នកទាំងអស់គ្នាគឺប្រាសាទខ្លះនៅលើភ្នំបាទដូចជាប្រាសាទព្រះវិហារអីនៅលើភ្នំឯណោះហើយមិនងាយនៅក្នុងការកសាងទេអ្នកទាំងអស់គ្នាស្រាប់តែប្រទេសនឹងមកវាយកំទេចប្រាសាទយើងអញ្ចឹងណាណាមិនខឹងអ្នកទាំងអស់គ្នាហើយនៅក្នុងប្រាសាទនីមួយហ្នឹងគឺសិតតែបញ្ចុះយើងអត់ដឹងថាបញ្ចុះអីទេអ្នកទាំងអស់គ្នាប៉ុន្តែដូនតាយើងមិនអត់ទេអ្នកទាំងអស់គ្នាអើយកាលមុនណាគាត់ចេះច្រើនណាដោយសារតែកាលពីមុនហ្នឹងគឺយើងគោរពព្រហ្មញ្ញសាសនាដល់ពេលអញ្ចឹងទៅវិជាមន្តអាគមអីហ្នឹងគឺមិនខ្វះទេអ្នកទាំងអស់គ្នាហើយដល់ថ្នាក់កសាងប្រាសាទចឹងហើយមិនមែនមន្តអាគមអន់ទេណាអ្នកទាំងអស់គ្នាគឺមិនធម្មតាទេបាទហើយនៅក្នុងប្រាសាទមួយហ្នឹងគឺមិនអត់ទេអ្នកទាំងអស់គ្នាប្រកាសជាដាក់បណ្ដាសាហើយបាទ